ជំរាបសួរគ្រូខ្ញុំបាទឈ្មោះអាងមិញឯងមកពីក្រុម AV7 ហើយថ្ងៃនេះផងដែរខ្ញុំមកធ្វើវីដេអូដែលតាក់ទងទៅនឹងការ zip file និង tar file អញ្ចឹងដំបូងខ្ញុំសូម remote ចូលទៅកាន់ ASA សិនណាខ្ញុំសូមវាយ ASA add 172.20.10.7 ខ្ញុំសូមវាយ password ខ្ញុំសូមវាយ comment who am I ដើម្បីសួររក username pwd ដើម្បី check មើល directory អញ្ចឹងខ្ញុំសូមវាយ hostname ដើម្បី check មើល computer name យើងហ្នឹងចឹងបន្ទាប់ខ្ញុំសូមធ្វើការ install commentary មុនសូមវាយ sudo apt install 3.5 សូមវាយ password ខ្ញុំបាន install ហើយបន្ទាប់ពីខ្ញុំ install ហើយខ្ញុំសូមធ្វើការបង្កើត folder mkdir .p 001/002/003/004 ខ្ញុំសូមបង្កើត folder ចំនួន 4 ខ្ញុំសូម tri ចូលទៅមើល folder ដែលខ្ញុំបានបង្កើតមិញនេះ folder ដែលខ្ញុំបានបង្កើតមិញអញ្ចឹងបន្ទាប់នេះគឺខ្ញុំធ្វើការបង្កើត file ចូលទៅកាន់ folder មួយអញ្ចឹងសូមវាយ charge ដើម្បីបង្កើត file 001/file001.txt enter ខ្ញុំសូម tri ចូលទៅមើលអញ្ចឹងខ្ញុំបានបង្កើត file មួយហើយអញ្ចឹងចំណុចបន្ទាប់នោះគឺខ្ញុំបង្កើត file មួយចូលទៅកាន់ folder នីមួយៗអញ្ចឹងខ្ញុំបានបង្កើត file មួយចូលទៅកាន់ folder នេះហើយអញ្ចឹងខ្ញុំសូមធ្វើការ zip file ខ្ញុំវាយ command zip ខ្ញុំដាក់ឈ្មោះ zip lv7 001 ចឹងនេះខ្ញុំបាន zip file ហើយចឹងខ្ញុំសូម check មើលសិនចុច 3 នេះខ្ញុំបាន zip វាហើយគឺ zip lv7 ចឹងដើម្បី check មើល folder ដែលយើងបាន zip ចឹងខ្ញុំសូមវាយ command unzip .l ខ្ញុំវាយ zip lv7.zip ចឹងនេះយើងឃើញ folder ដែលយើងបាន zip ហ្នឹងវាលូតមកហើយចឹងមកដល់ចំណុចបន្ទាប់ខ្ញុំសូមធ្វើការ unzip file អញ្ចឹងខ្ញុំសូមវាយ command unzip វាយ file ដែលយើងចង់ unzip ហ្នឹងមកហើយ.zip .d ហើយខ្ញុំ extract វា extracted ទៅដាក់file ថ្មីដាក់ folder ថ្មីដាក់lv7 ចឹងខ្ញុំបាន unzip ហើយអញ្ចឹងខ្ញុំសូមធ្វើការ tri ចូលទៅមើលunzip file អាចអូខេអញ្ចឹងខ្ញុំសូមមើល unzip សារថ្មីសិន unzip zip lv7 .d extract lv7 ចឹងខ្ញុំបាន extract file នឹងហើយអញ្ចឹង extract folder នឹងហើយអញ្ចឹងខ្ញុំសូម tri ចូលទៅមើលនេះដំបូងខ្ញុំមាន file zip អញ្ចឹងខ្ញុំបាន extract វា
ហើយនេះចឹងចំណុច zip និង unzip បញ្ចប់តែប៉ុណ្ណឹងចឹងខ្ញុំសូមចូលចំណុចបន្ទាប់ទៀតចឹងចំណុចបន្ទាប់ខ្ញុំសូមធ្វើការបង្កើត តាមួយចឹងខ្ញុំសូម clear screen នេះចេញសិនចឹងខ្ញុំបង្កើតតា file ដំបូងខ្ញុំវាយ comment .czf តា mv7 តា.gz សូមមួយចឹងខ្ញុំសូមត្រីចូលទៅមើលនេះតា file ខ្ញុំបានបង្កើតហើយចឹងខ្ញុំសូមenter file ចុះenter ចោលចឹងខ្ញុំសូមវាយ comment ta .zf តា mv7 ta .gz ចឹងខ្ញុំសូមត្រីចូលទៅមើលចឹងខ្ញុំបាន enter ហើយចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងអរគុណលោកគ្រូដែលបានទស្សនាវីដេអូមួយនេះ